សាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ម្យ៉ាងទៀតពោលថាចកឹះមួយបាច់កាច់មិនបាក់ឃើញទេបើចកឹះមួយដើមគេកាច់បាក់ដល់ងាយយ៉ាងណាមិញរាល់កិច្ចការងារទាំងពួងដែលពួកយើងខិតខំប្រឹងប្រែងព្យាយាមធ្វើឲ្យសម្រេចឡើងនឹងវាអាស្រ័យជាមួយនឹងមនុស្សជាច្រើនចូលរួមដូច្នោះហើយការដែលយើងចូលរួមសហការគ្នាព្យាយាមធ្វើទាំងអស់គ្នាព្យាយាមពុះពៀជាមួយគ្នាព្យាយាមឆ្លងកាត់ភាពលំបាកជាមួយគ្នារហូតទទួលបានភាពជោគជ័យទាំងអស់ហ្នឹងលោកហៅថាការសាមគ្គីភាពព្រះពុទ្ធអង្គក៏ព្រះអង្គបានសម្ដែងថាសាមគ្គីណាំងតបោសុខោការរួបរួមសាមគ្គីភាពការរួបរួមពុះពៀសហការគ្នារាល់កិច្ចការងារទាំងពួងរមែងនាំមកនូវសេចក្តីសុខយ៉ាងណាមិញមនុស្សយើងគ្រប់គ្នាក៏ដូចនោះដែរត្រូវការសាមគ្គីភាពសាមគ្គីគ្នាសហការគ្នាពួនដៃជាមួយគ្នាដើម្បីឈានទៅរកសេចក្តីសុខទាំងអស់គ្នាដូចជាប្រទេសជាតិយើងប្រមាណខែមកនេះអាត្មាភាពក៏បានឃើញពីការដែលសាមគ្គីភាពរវាងប្រជាជនជាមួយនឹងថ្នាក់ដឹកនាំសហការជាមួយនឹងប្រជាជនអញ្ចឹងការដែលឃើញការចូលរួមសាមគ្គីភាពគ្នាយ៉ាងនេះធ្វើឲ្យប្រទេសរបស់យើងកាន់តែរឹងមាំទៅកាលណាបើសិនជាយើងបែកបាក់សាមគ្គីទោះបីជាប្រទេសហ្នឹងជាប្រទេសដែលធំសម្បូរសប្បាយមានបានយ៉ាងណាក៏ដោយប៉ុន្តែប្រទេសនោះគង់តែវិនាសទៅវិញទេគាត់ថាហេតុអីបានវិនាសដោយសារតែអត់មានធម៌សាមគ្គីគ្នារនាំងការពារប្រទេសជាតិទី1គឺទាហានបងកងទ័ពទាំងអស់ដែលខិតខំប្រឹងប្រែងយកខ្លួនទៅការពារប្រទេសជាតិការពារមាតុភូមិការពារប្រជាជនរបស់ខ្លួនឲ្យនៅជាសុខនេះជាគុណធំរបស់ពួកគាត់ខំព្យាយាមលះបង់នៅសេចក្តីសុខរបស់ខ្លួនឯងដើម្បីបានសេចក្តីសុខមកដល់ប្រជាជនមកដល់ជនរួមជាតិទៅវិញរីឯប្រជាជននៅខាងក្នុងក៏ជាប្រជាជនប្រកបទៅដោយភាពសាមគ្គីគ្នាផងដែរទោះបីជាមិនបានទៅជួយការពារដោយផ្ទាល់ទោះបីថាមិនបានទៅកាន់កំភ្លើងទៅប្រយុទ្ធដោយផ្ទាល់ទោះបីជាមិនបាននៅហាលភ្លៀងហាលក្តៅអត់បាយអត់ទឹកដូចបងវរៈកងទ័ពក៏ដោយប៉ុន្តែប្រជាជនរបស់យើងទាំងអស់មិនបានទុកចោលទេមិនបានអត់ល្វីល្វល់ទេគឺគាត់បានខិតខំល្វីល្វល់ខ្នះខ្នែងអំពាវនាវរកនៅជំនួយការដែលបងប្រកាសរកជំនួយនោះវាស្របពេលដែលប្រជាជនរបស់យើងសហការគ្នាចូលរួមជាមួយគ្នាទៀតឃើញទេទោះបីថាការដែលចូលរួមនោះមានតិចមានច្រើនយ៉ាងណាក្តីប៉ុន្តែទឹកចិត្តទំហំនៃទឹកចិត្តមួយនេះមិនបានបោះបង់គ្នាទៅវិញទៅមកទេគឺស្រឡាញ់រាប់អានពូនដៃគ្នាថ្លង់តែមួយប៉ុណ្ណោះបងវរៈកងទ័ពគាត់នៅការពារពួកយើងជាប្រជាជននៅខាងក្នុងជួយគ្នាការពារជួយគ្នា
ផ្សព្វផ្សាយជួយគ្នាប្រម៉ែប្រមូលបានសម្ភារៈមួយចំនួនដើម្បីឧបត្ថម្ភដល់បងវិញឃើញទេអញ្ចឹងភាពដែលយើងសហការគ្នាទាំងអស់នេះហើយទើបធ្វើឲ្យប្រទេសជិតខាងរបស់ពួកយើងចេះតែភ័យខ្លាចនឹងឯងធ្វើឲ្យប្រទេសជាតិរបស់យើងរឹតតែរីកចម្រើនប្រទេសជិតខាងរបស់យើងរឹតតែមិនហ៊ានជាមួយយើងយ៉ាងណាមិញទាំងអស់នេះវាកើតឡើងដោយភាពគឺការសាមគ្គីធម៌នៅក្នុងរឿងមួយដែលព្រះពុទ្ធអង្គទ្រង់យន់យកកំណើតកើតទៅជាចាបព្រៃមួយតែព្រះពុទ្ធអង្គទ្រង់មានបរិវារជាច្រើនមានបរិវារនៅជាមួយច្រើននៅពេលសម័យនោះផងមានបរោះជាព្រានជាធម្មតាព្រានព្រៃរមែងប្រមាញ់តែជាមួយនឹងពពួកសត្វទេព្រានព្រៃដែលគាត់ប្រមាញ់ជាមួយនឹងសត្វចាបហ្នឹងឯងគាត់ដើរទៅព្រៃគាត់ឃើញវងចាបព្រៃច្រើនណាស់ច្រើនអញ្ចឹងគាត់នឹកឃើញថាបើសិនជាគាត់បានចាបទាំងអស់ហ្នឹងណាយកទៅលក់ប្រកាសជាបានលុយបានទ្រព្យច្រើនដោយសារការលក់ចាបហ្នឹងហើយអញ្ចឹងក៏រកវិធីសាស្ត្រចងជាសំណាញ់ដើម្បីក្របនៅពពួកចាបហ្នឹងនៅពេលដែលចងសំណាញ់នឹងរួចហើយអីហើយគាត់លើបចាំមើលពពួកចាបនៅពេលដែលចិត្តនឹងចូលដេកពេលយប់អញ្ចឹងនៅពេលដែលយប់ឡើងគាត់នឹងបោះសំណាញ់នឹងពីលើក្របពីលើដើមឈើនឹងទៅដើម្បីចាប់ចាបនឹងឲ្យបានថ្ងៃទី1ចាប់បានណាថ្ងៃទី2ចាប់បានដូច្នោះហើយពពោធិសត្វនៃយើងនេះព្រះពុទ្ធអង្គទ្រង់គិតថាបើសិនជាយ៉ាងនេះបរិវាររបស់អាត្មាអញប្រកាសជាអស់ហើយប្រកាសជាដល់នៅសេចក្តីភ័យខ្លាចតក់ស្លុតរំខាននេះបើយ៉ាងនេះហើយយើងត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីឲ្យពពួកចាបទាំងឡាយជាបរិវារនឹងរួចចាកអំពីសេចក្តីទុក្ខទាំងពួងណាធ្វើយ៉ាងណាឲ្យពពួកចាបទាំងឡាយនោះរួចអំពីសេចក្តីវិនាសគឺការចាប់របស់ព្រានព្រៃនឹងទើបកោះប្រជុំនៅពពួកសត្វជាបរិវារនឹងហើយក៏ប្រាប់ថាកាលណាបើសិនជាពពួកព្រាហ្មណ៍ដែលជាអ្នកប្រមាញ់នៃពួកយើងជាពពួកសត្វស្លាបតូចនេះចឹងយើងទាំងអស់គ្នាកាលណាបើសិនជាមានអ្វីដាក់ធ្លាក់មកពីលើយើងណាមានសំណាញ់ធ្លាក់កាលណាបើសិនជាសំណាញ់ណាមួយធ្លាក់មកលើយើងទាំងអស់គ្នាត្រូវតាំងចិត្តយ៉ាងណាកុំឲ្យមានសេចក្តីភ័យខ្លាចហើយព្យាយាមរួមគ្នាជាថ្លុងមួយដើម្បីលើកនៅសំណាញ់នោះណាយើងហើរទៅឲ្យឆ្ងាយតាមសំគួរហើយទម្លាក់ឲ្យជាប់ជាមួយនឹងគុំបន្លាទៅដើម្បីឲ្យវាជាប់ជាមួយនឹងបន្លាទៅហើយចាំយើងនាំគ្នាកិច្ចខ្លួនទៅណែនៅពេលដែលសាមគ្គីភាពគ្នាអញ្ចឹងរាល់ពេលដែលព្រានព្រៃគាត់មកដាក់ហ្នឹងអត់ដែលបានសត្វចាបទេអត់ដែលបានសោះឲ្យតែដាក់ជាប់ចាបនាំគ្នារួមគ្នាជាថ្លុងមួយអត់ភ័យខ្លាចទេចូលនៅក្នុងហ្នឹងហើយក៏ប្រឹងហើរធ្វើម៉េចឲ្យផុតចេញអំពីកន្លែងហ្នឹងសិនដើម្បីយកអាសំណាញ់ហ្នឹងទៅដាក់កន្លែងណាមួយតាមគុំបលាទៅឲ្យវាជាប់ជាមួយនឹងគុំបលាហ្នឹងទៅ
nè cái nét bộ bài phân nâng ai đùm đo sạch chạp từng lái ở phốt pi xịt đây bị nè bàn nơi pe chỉ ngay kháng còi một tiền prey còn ở đại bàn sạch chạp ấy chẳng thua ở cru sa phe để gì rồi bỏ con nó tay tay râu rương chia phải chẳng của ở đại bán của luôn tay tay chỉ nè thọpประมาณสัตว์บานเจริญยกตัวลุตัวไอให้เราไปประมาณไม่อยากรอยตัวดันได้บ้านเจ๊แต่ซองใส่หนึ่งประเดี๋ยวหายซองใส่แต่ประเดี๋ยวนั้นยกสัตว์นั้นตัวเอาใส่หน้าเราตัวใหญ่ตัวเอาเนี่ยเราตัวจริงจังเนี่ยเราตัวใหญ่มันหนาจังไอ้ประเดี๋ยวนั้นมันดังเช่าอย่างไม่ดอกซาซะนะดอกซาท่าเมนท่าครูนึงเมียนใส่ดีปัจจัยโดยเพียบซ้ำเมื่อกี้เราเวียงสัตว์ไอ้นอเพียบซ้ำเมื่อกี้เราเวียงสัตว์จับแต่ตาแต่เพื่อเอาขยมนึงจับแบบได้บานปัจจัยขยมนึงสันนิยาท่าหนึ่งจับสัตว์หน่อยบานbìnhนั่นไงกุ้งแต่ขยมจับบานประมาณไทยกลอยหมกจับchạm mùi đại nữ tì xài đó hai màu chai đòn ấy ọt mưa chạp này chạp đại nữ tì nâng để chạp mật luôn bọc luôn đại nữ tung nữ nâng ở bàn mớ cho lom tì choan cả bao khỉ nào cho lom choan cả bao mật chả nè hỏi có chú lua bạc cây khỉ bạc căn khỉ thấy nè ai tâm tới màu đi mình có hiên choan cả bao ấy chạp đại mây đại hào bóng phèo tha mền tê để xa đại nhóm mưa mình khơi từ nhóm từ ba cho mũi nâng các bà nè chân cùng và căn nhóm ấy ót phở mấy khăn lua rồi u rồi toam bình nâng chỉ chê đinh đầu này từ khăn cái này đây đó bê khởi máu nó áp hiếp đại xa mà kia khi bị muốn về lên nữ đôi ta ca khăn nó vì ọt toàn nữ ca khăn nó vì một toàn bắn về nơi công pung ta bắn to chia phải trăm đấy đò bệt hai mũi chỉ bê đá priền prey trô từ một đòn tiền từ cơ bán trong sát chạp đây công pung miên chùm lua chùm mùi khné và can mom chùm mùi khné nâng tiền mũi và trăm mũi nè anh nom cái này hao đấy trong mình hao đấy trong khai trơ rôm rồi bọc trong chữ ó phải đọc về mũi tiết ha thế này anh hao đấy trong một hao đấy trong khai trơ sạch rôm bọc trong đại rồi lót ót phởm hảo hình nhé áp hiếp sao mà ký nó ót hao tiết đấy nơi chọp nâng tới đọc về chẳng thấy có vừa ở biển prey đến chặt cho bạn tớiตรงนี้เลิกเกี่ยวกับแตะดำใบอ่อยบริษัททั้งหลายออกลูกเนี่ยสดับนั้นทุกการพิจารณาทอมวยสำคัญนะตรงการรู้เนื้อจีกรมจีมวยขนี้มันอาจบัดทอมวยหนึ่งบานได้ดำใบอ่อยสำรัดกิจการเงินนามวยเธอแต่ประกอบโดยทอมวยหนึ่งโปคือซ้ำเมื่อกี้ขนี้มันดูchứng rồi nơi trong sân cung từng mùa nữa ạสแต่จีเนียได้ประกอบกิจการเงียสอบสารเปือให้การประกอบกิจการเงียเนาะการเงียคลาสเพื่อเนียจรานหรือการเงียคลาสเพื่อเนียติดปัญหารอกิจการเงียต่างปวงได้ยิงทั่วโดยพิจารณาคือมันแมนทั่วแต่ในไอที่ดำไปเอาสำหรับกิจการเงียนามวยบ้านประกอบเจมีนเนี่ยเส้นจิจารานดำไปหมกจุยรอกิจการเงียต่างปวงให้การเงียต่างปวงน้องไอ
ការដែលសហការធ្វើជាមួយគ្នាទៅវិញទៅមកសហការជាមួយគ្នាទើបឲ្យការងារនោះសម្រេចទៅបានបើទោះបីជាកិច្ចការងារនោះវាធំវាធ្ងន់វាពិបាកប៉ុន្តែនៅពេលដែលយើងរួបរวมគ្នាធ្វើទៅកិច្ចការងារដែលយើងគិតថាធ្វើម្នាក់ឯងទៅមិនកើតគិតថាធ្វើម្នាក់ឯងទៅលំបាកគិតថាធ្វើម្នាក់ឯងទៅមិនអាចសម្រេចបានជោគជ័យបែរត្រឡប់ទៅជាបានជោគជ័យវិញនោះមកពីអីគឺថាមកពីពាក្យថាសាមគ្គីអញ្ចឹងការដែលយើងគ្រប់គ្នាមិនថាស្ថិតនៅក្នុងក្រុមគ្រួសារមិនថាស្ថិតនៅក្នុងសហគមន៍មិនថាស្ថិតនៅក្នុងជំនុំមិនថាស្ថិតនៅក្នុងក្រុមហ៊ុនមិនថាស្ថិតនៅក្នុងស្ថាប័នមិនថាស្ថិតនៅក្នុងទីកន្លែងណាទេកន្លែងណាដែលមានធម៌សាមគ្គីពោលគឺការរួបរวมពុះពៀជាមួយគ្នាការប្រឹងប្រែងរួមគ្នាការព្យាយាមទាំងអស់គ្នានៅទីនោះរមែងបានសម្រេចនៅកិច្ចការងារទាំងពួងសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ម្យ៉ាងទៀតពោលថាចង្កឹះមួយបាច់កាច់មិនបាក់ឃើញទេបើចង្កឹះមួយដើមគេកាច់បាក់ដល់ងាយយ៉ាងណាមិញរាល់កិច្ចការងារទាំងពួងដែលពួកយើងខិតខំប្រឹងប្រែងព្យាយាមធ្វើឲ្យសម្រេចឡើងហ្នឹងវាអាស្រ័យជាមួយនឹងមនុស្សជាច្រើនចូលរួមដូច្នេះហើយការដែលយើងចូលរួមសហការគ្នាព្យាយាមធ្វើទាំងអស់គ្នាព្យាយាមពុះពៀជាមួយគ្នាព្យាយាមឆ្លងកាត់ភាពលំបាកជាមួយគ្នារហូតទទួលបានភាពជោគជ័យទាំងអស់ហ្នឹងលោកហៅថាការសាមគ្គីភាពព្រះពុទ្ធអង្គក៏ព្រះអង្គបានសម្ដែងថាសាមគ្គីណាំងតបោសុខោការរួបរวมសាមគ្គីភាពការរួបរวมពុះពៀសហការគ្នារាល់កិច្ចការងារទាំងពួងរមែងនាំមកនូវសេចក្តីសុខអញ្ចឹងបើយើងសង្កេតមើលទៅថាវាអញ្ចឹងមែនបើនៅក្នុងក្រុមគ្រួសារមួយមិនព្រមសហការគ្នាជួយកិច្ចការងារគ្នានៅក្នុងផ្ទះមិនថាការធ្វើម្ហូបអាហារការបោសសម្អាតផ្ទះការមើលថែកូនចៅជួយគ្នាទៅវិញទៅមកទេគ្រួសារហ្នឹងអត់បានសេចក្តីសុខទេនឹងបើយើងសង្កេតមើលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងក្នុងក្រុមគ្រួសាររៀងខ្លួននឹងឯងកាលណាបើអត់មានសាមគ្គីគ្នាទេគឺអត់បានសេចក្តីសុខទេបើក្នុងគ្រួសារមួយហ្នឹងចេះតែប្រចាំប្រពន្ធចេះតែប្រចាំប្តីធ្វើប្រពន្ធធ្វើដល់ពេលដែលអត់សហការគ្នាអត់ចូលរួមធ្វើទាំងអស់គ្នាធ្វើឲ្យសេចក្តីសុខក្នុងការរស់នៅក្នុងក្រុមគ្រួសារហ្នឹងវាអត់មានវាអត់បានច្រើនសុខដែរតែសុខតិចតួចមិនដូចគ្រួសារដែលគេមានភាពសាមគ្គីភាពគ្នាទេយ៉ាងណាមិញមនុស្សយើងគ្រប់គ្នាក៏ដូចនោះដែរត្រូវការសាមគ្គីភាពសាមគ្គីគ្នាសហការគ្នាពួនដៃជាមួយគ្នាដើម្បីឈានទៅរកសេចក្តីសុខទាំងអស់គ្នាដូចជាប្រទេសជាតិយើងប្រមាណខែមកនេះអាត្មាភាពក៏បានឃើញពីការដែលសាមគ្គីភាពរវាងប្រជាជនជាមួយនឹងថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំសហការជាមួយនឹងប្រជាជនចឹងការដែលឃើញការចូលរួមសាមគ្គីភាពគ្នាយ៉ាងនេះធ្វើឲ្យប្រទេសរបស់យើងកាន់តែរឹងមាំទៅកាលណាបើសិនជាយើងបែកបាក់សាមគ្គីទោះបីជាប្រទេសហ្នឹងជាប្រទេសដែលធំសម្បូរសប្បាយមានបានយ៉ាងណាក៏ដោយប៉ុន្តែប្រទេសនោះគង់តែវិនាសទៅវិញទេគាត់ថាហេតុអីបានវិនាសដោយសារតែអត់មានធម៌សាមគ្គីគ្នាប្រហែលខែមកនេះប្រទេសជាតិរបស់យើងជួបជាមួយនឹងការបៀតបៀនជួបជាមួយនឹងការគៀបសង្កត់អំពីប្រទេសជិតខាងរបស់យើងគឺធ្វើឲ្យប្រជាជនរួមទាំងវីរៈកងទ័ពជួរមុខជួរក្រោយសុទ្ធតែមានស្មារតីខិតខំប្រឹងប្រែងការពារជាតិរបស់យើងនឹងគឺមួយអន្លើថារនាំងការពារប្រទេសជាតិទី1គឺទាហានបងកងទ័ពទាំងអស់ដែលខិតខំប្រឹងប្រែងយកខ្លួនទៅការពារប្រទេសជាតិការពារមាតុភូមិការពារប្រជាជនរបស់ខ្លួនឲ្យនៅជាសុខនេះជាគុណធម៌របស់ពួកគាត់ខំព្យាយាមលះបង់នៅសេចក្តីសុខរបស់ខ្លួនឯងដើម្បីបានសេចក្តីសុខមកដល់ប្រជាជនមកដល់ជនរួមជាតិទៅវិញរីឯប្រជាជននៅខាងក្នុងក៏ជាប្រជាជនប្រកបទៅដោយភាពសាមគ្គីគ្នាផងដែរទោះបីជាមិនបានទៅជួយការពារដោយផ្ទាល់ទោះបីថាមិនបានទៅកាន់កំភ្លើងទៅប្រយុទ្ធដោយផ្ទាល់ទោះបីជាមិនបាននៅហាលភ្លៀងហាលក្តៅអត់បាយអត់ទឹកដូចបងវីរៈកងទ័ពក៏ដោយប៉ុន្តែប្រជាជនរបស់យើងទាំងអស់មិនបានទុកចោលទេមិនបានអត់ល្វីល្វល់ទេគឺគាត់បានខិតខំល្វីល្វល់ខ្នះខ្នែងអំពាវនាវរកនៅជំនួយការដែលបងប្រកាសរកជំនួយនោះវាស្របពេលដែលប្រជាជនរបស់យើងសហការគ្នាចូលរួមជាមួយគ្នាទៀតឃើញទេទោះបីថាការដែលចូលរួមនោះមានតិចមានច្រើនយ៉ាងណាក្តីប៉ុន្តែទឹកចិត្តទំហំនៃទឹកចិត្តមួយនេះមិនបានបោះបង់គ្នាទៅវិញទៅមកទេគឺស្រឡាញ់រាប់អានពូនដៃគ្នាថ្លង់តែមួយប៉ុណ្ណោះបងវីរៈកងទ័ពគាត់នៅការពារពួកយើងជាប្រជាជននៅខាងក្នុងជួយគ្នាការពារជួយគ្នាផ្សព្វផ្សាយជួយគ្នាប្រម៉ែប្រមូលបានសម្ភារៈមួយចំនួនដើម្បីឧបត្ថម្ភដល់បងវិញឃើញទេអញ្ចឹងភាពដែលយើងសហការគ្នាទាំងអស់នេះហើយទើបធ្វើឲ្យប្រទេសជិតខាងរបស់ពួកយើងចេះតែភ័យខ្លាចនឹងឯងធ្វើឲ្យប្រទេសជាតិរបស់យើងរឹតតែរីកចម្រើនប្រទេសជិតខាងរបស់យើងរឹតតែមិនហ៊ានជាមួយយើងយ៉ាងណាមិញទាំងអស់នេះវាកើតឡើងដោយភាពគឺការសាមគ្គីធម៌ដោយព្រះពុទ្ធអង្គទ្រង់សម្ដែងថាសាមគ្គីណាំងតបោសុខោកន្លែងណាមានភាពសាមគ្គីកន្លែងនោះរមែងបានសេចក្តីសុខអញ្ចឹងការដែលសហគមន៍មួយមានប្រកបទៅដោយភាពសាមគ្គីគ្នាក្នុងការរស់នៅជាការដឹកនាំនៅក្នុងសង្គមនោះឲ្យរីកចម្រើនរហូតការដែលឃើញពីមួយសហគមន៍មួយទៅសហគមន៍មួយ
ពីខេត្តមួយទៅខេត្តមួយពីក្រុងមួយទៅក្រុងមួយរហូតពីពេញប្រទេសធ្វើឲ្យប្រទេសរបស់យើងរីកចម្រើនជាលំដាប់ជានិច្ចយ៉ាងណាមិញយើងទាំងអស់គ្នាមិនត្រូវបោះបង់គ្នាចោលយើងទាំងអស់គ្នាមិនត្រូវយករួចខ្លួនទេត្រូវការតែសាមគ្គីគ្នាសាមគ្គីភាពគ្នារហូតតទៅហ្នឹងរហូតតទៅឥឡូវអាត្មាលើករឿងនិទានមួយដើម្បីទុកឲ្យអស់លោកអ្នកស្ដាប់ទាំងឡាយធ្វើជាគតិពិចារណាដើម្បីភ្ជាប់ពីអ្វីដែលអាត្មាបានពោលមកខាងដើមថាសាមគ្គីនឹងជាភាពរួបរួមឲ្យយើងបាននូវសេចក្តីសុខតើសេចក្តីសុខយ៉ាងម៉េចនៅក្នុងរឿងមួយដែលព្រះពុទ្ធអង្គទ្រង់យន្តយកកំណើតកើតទៅជាចាបព្រៃមួយតែព្រះពុទ្ធអង្គទ្រង់មានបរិវារជាច្រើនមានបរិវារនៅជាមួយច្រើននៅពេលសម័យនោះផងមានបរោះជាព្រានជាធម្មតាព្រានព្រៃរមែងប្រមាញ់តែជាមួយនឹងពពួកសត្វទេព្រានព្រៃដែលគាត់ប្រមាញ់ជាមួយនឹងសត្វចាបហ្នឹងឯងគាត់ដើរទៅព្រៃគាត់ឃើញវងចាបព្រៃច្រើនណាស់ច្រើនអញ្ចឹងគាត់នឹកឃើញថាបើសិនជាគាត់បានចាបទាំងអស់ហ្នឹងណាយកទៅលក់ប្រកាសជាបានលុយបានទ្រព្យច្រើនដោយសារការលក់ចាបហ្នឹងហើយអញ្ចឹងក៏រកវិធីសាស្ត្រចងជាសំណាញ់ដើម្បីក្របនៅពពួកចាបហ្នឹងនៅពេលដែលចងសំណាញ់នឹងរួចហើយអីហើយគាត់លើបចាំមើលពពួកចាបនៅពេលដែលចិត្តនឹងចូលដេកពេលយប់អញ្ចឹងនៅពេលដែលយប់ឡើងគាត់នឹងបោះសំណាញ់នឹងពីលើក្របពីលើដើមឈើនឹងទៅដើម្បីចាប់ចាបនឹងឲ្យបានថ្ងៃទី1ចាប់បានណាថ្ងៃទី2ចាប់បានដូច្នោះហើយពពោធិសត្វនៃយើងនេះពពុទ្ធអង្គទ្រង់គិតថាបើសិនជាយ៉ាងនេះបរិវាររបស់អាត្មាអញប្រកាសជាអស់ហើយប្រកាសជាដល់នៅសេចក្តីភ័យខ្លាចតក់ស្លុតរំខាននេះបើយ៉ាងនេះហើយយើងត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីឲ្យពពួកចាបទាំងឡាយជាបរិវារនឹងរួចចាកអំពីសេចក្តីទុក្ខទាំងពួងណាធ្វើយ៉ាងណាឲ្យពពួកចាបទាំងឡាយនោះរួចអំពីសេចក្តីវិនាសគឺការចាប់របស់ព្រានព្រៃនឹងទើបកោះប្រជុំនៅពពួកសត្វជាបរិវារនឹងហើយក៏ប្រាប់ថាកាលណាបើសិនជាពពួកព្រាហ្មណ៍ដែលជាអ្នកប្រមាញ់នៃពួកយើងជាពពួកសត្វស្លាបតូចនេះចឹងយើងទាំងអស់គ្នាកាលណាបើសិនជាមានអ្វីដាក់ធ្លាក់មកពីលើយើងណាមានសំណាញ់ធ្លាក់កាលណាបើសិនជាសំណាញ់ណាមួយធ្លាក់មកលើយើងទាំងអស់គ្នាត្រូវតាំងចិត្តយ៉ាងណាកុំឲ្យមានសេចក្តីភ័យខ្លាចហើយព្យាយាមរួមគ្នាជាថ្លុងមួយដើម្បីលើកនៅសំណាញ់នោះណាយើងហើរទៅឲ្យឆ្ងាយតាមសំគួរហើយទម្លាក់ឲ្យជាប់ជាមួយនឹងគុំបន្លាទៅដើម្បីឲ្យវាជាប់ជាមួយនឹងបន្លាទៅហើយចាំយើងនាំគ្នាកិច្ចខ្លួនទៅណែនៅពេលដែលសាមគ្គីភាពគ្នាអញ្ចឹងរាល់ពេលដែលព្រានព្រៃគាត់មកដាក់ហ្នឹងអត់ដែលបានសត្វចាបទេអត់ដែលបានសោះឲ្យតែដាក់ជាប់
ជាប់ចាប់នាំគ្នារួមគ្នាជាថ្លុងមួយអត់ភ័យខ្លាចទេចូលនៅក្នុងនឹងហើយក៏ប្រឹងហើរទៅមិនឲ្យផុតចេញអំពីកន្លែងនឹងសិនដើម្បីយកអាសំណាញ់នឹងទៅដាក់កន្លែងណាមួយតាមគុំបលាទៅឲ្យវាជាប់ជាមួយនឹងគុំបលាហ្នឹងទៅណែឃើញទេឧបាយប៉ុណ្ណឹងអាចរំដោះសត្វចាបទាំងឡាយឲ្យផុតពីសេចក្តីវិនាសបាននៅពេលជាថ្ងៃខាងក្រោយមកព្រានព្រៃគាត់អត់ដែលបានសត្វចាបទេអញ្ចឹងធ្វើឲ្យគ្រួសារភរិយារបស់គាត់នោះតែងតែរករឿងជាប្រចាំព្រោះអត់ដែលបានព្រោះខ្លួនតែងតែជាអ្នកធ្លាប់ប្រមាញ់សត្វបានច្រើនយកទៅលក់ទៅអីហើយដល់ពេលប្រមាណមួយរយៈក្រោយទៅដាក់មិនដែលបានចេះតែសង្ស័យនឹងប្តីថាសង្ស័យតែប្តីនឹងយកសត្វនឹងទៅឲ្យស្រីណាដតីហើយទៅឲ្យអ្នកដតីចិញ្ចឹមអ្នកដតីហើយមិនដំណើរចឹងហើយប្តីនោះមិនដឹងឆ្លោយយ៉ាងម៉េចដោះសារសិនណាដោះសារថាមិនថាខ្លួននឹងមានស្រីទេប៉ុន្តែដោយភាពសាមគ្គីរវាងសត្វឯណោះភាពសាមគ្គីរវាងសត្វចាបទេតាតែធ្វើឲ្យខ្ញុំនឹងចាប់អត់ដែរបានទេប៉ុន្តែខ្ញុំនឹងសន្យាថានឹងចាប់សត្វនោះឲ្យបានវិញហ្នឹងគង់តែខ្ញុំចាប់បានទេប្រហែលថ្ងៃក្រោយមកណាចាប់មួយដែលនៅទីឆ្ងាយនោះហើមកចាយដងនេះអត់មើលចាប់ដែលនៅទីនឹងទេចាប់មិត្តខ្លួនរបស់ខ្លួនដែលនៅទុំនៅនឹងអត់បានមើលច្រឡំទៅជន់ក្បាលគ្នានោះច្រឡំជន់ក្បាលមិត្តចាស់ហ្នឹងហើយក៏ឆ្លោះប្រកែកគ្នាប្រកាន់គ្នាទៅអ្នកឯងទឹមតែមកទេមិនក៏ហ៊ានជន់ក្បាលឯងចាប់ដែលថ្មីដែលហើមកប្រាប់ថាមែនទេដោយសារតែខ្ញុំមើលមិនឃើញទើបខ្ញុំទៅប៉ះជាមួយនឹងក្បាលអ្នកអញ្ចឹងគុំប្រកាន់ខ្ញុំអីអត់ព្រមទេខឹងឆ្លោះរអ៊ូរទាំពេញនឹងជជែកដេញដោគ្នាទៅខឹងគ្នាទៅដល់ពេលក្រោយមកនោះអាភាពដែលសាមគ្គីគ្នាពីមុនវាលែងនៅដោយតែការខឹងនោះវាអត់តន់នៅការខឹងនឹងវាមិនតន់បានវានៅកំពុងតែបន្តជាប្រចាំទៅដល់ពេលថ្ងៃមួយជាពេលដែលព្រានព្រៃចូលទៅម្ដងទៀតទៅក្របបានចំសត្វចាបដែលកំពុងមានចំនួនជាមួយគ្នាប្រកាន់មមជាមួយគ្នានឹងទៀតមួយប្រចាំមួយថាណាអ្នកឯងនាំគ្នាហើទៅខ្ញុំមិនហើទេខ្ញុំខ្លាចត្រូវរោមរបស់ខ្ញុំជ្រុះអស់ហើយដល់ពេលមួយទៀតថាអ្នកឯងហើទៅខ្ញុំអត់ហើទេខ្ញុំខ្លាចត្រូវសាច់រោមរបស់ខ្ញុំវាដាច់រលាត់អត់ព្រមហើឃើញទេអាភាពសាមគ្គីហ្នឹងអត់ហើទៀតទេនៅជាប់ហ្នឹងទៅដល់ពេលអញ្ចឹងទៅក៏ធ្វើឲ្យព្រានព្រៃហ្នឹងចាប់យកបានទៅត្រង់នេះលើកជាកតិដើម្បីឲ្យបរិស័ទទាំងឡាយអស់លោកអ្នកស្ដាប់ហ្នឹងទុកគន់ពិចារណាធម៌មួយសំខាន់ណាស់ក្នុងការរស់នៅជាក្រុមជាមួយគ្នាมันអាចបាត់ធម៌មួយនឹងបានទេដើម្បីឲ្យសម្រេចកិច្ចការងារណាមួយត្រូវតែប្រកបដោយធម៌មួយនឹងពោលគឺសាមគ្គីគ្នា